ấy để cháu này giấyประเทศบอสสำหรับเลือกลีลาลางเยอะมากในgiấyแปะปอนแต่หนังการเลือกไอ้สมโต๊ะให้หรือคล้วนตามปฏิรอดระบายเยอะคือจัดละออเป็ดอันยาทอสถาบันระบายเยอะคือจัดละออเป็ดกรุ๊ปเป็ดแต่เมียนนาเกบังกอเรื่องแต่อัดละอในขนมสังคมในตามบันไดสังคมคือตายแต่รุยคล้วนแต่ซากาเลือกได้สัมเปะให้กับรุยคล้วนเตยđể trong cái praiสังคมระบายเยอะคือวิถีแต่กรอบแต่ฉบับแต่รถบันเทอร์យើងចេះតែចង់ឲ្យរដ្ឋហ្នឹងគឺគេឬក៏ស្ថាប័នពាក់ព័ន្ធហ្នឹងគេចង់ឲ្យកែច្នៃសម្រាប់សង្គមរបស់យើងហើយតែគេមិនមែនយកប៉ះដៃយកដៃប៉ះជើងយកជើងទេអាហ្នឹងគឺជារឿងដែលអត់ត្រឹមត្រូវទេគ្រាន់តែថាមនុស្សខ្លះបុគ្គលខ្លះបើវាជារឿងច្រំដែពេកវាគួរតែដាក់ទោសឲ្យរៀងធ្ងន់បន្តិចហេតុផលប្រពន្ធនឹងអត់រៀនចាលទេអ្នកខ្លះគិតថាការដែលធ្វើឲ្យគេជេរឲ្យច្រើននេះគឺវាអាចកែប្រែវាសនារបស់គេភ័យរបស់គេឡើងបទផលរបស់គេហ្នឹងក៏លួចបានដាច់អញ្ចឹងទៅក្នុងកំពុងគិតថាអ្នកណាគេក៏អាក្រក់មែនណោះប្រើវិធីស្មុករោគអញ្ចឹងដើម្បីយកមកប្រម៉ូទផលិតផលខ្លួនឯងហើយអ្នកដែលទិញផលិតផលហ្នឹងក៏លេលើទៀតណាដែលទិញមនុស្សដែលបំពុលសង្គមរបៀបអញ្ចឹងណាកំពុងតែគិតទេណាចឹងហើយទើបចង់ឲ្យសង្គមរបស់យើងកែប្រែដោយការប្រើប្រាស់នៅវិធីគេហៅថាទណ្ឌកម្មសង្គមនេះបើនៅស្រុកគេមានវិធីដើម្បីធ្វើឲ្យមនុស្សនឹងគឺរៀងចាលដោយអត់ចង់ធ្វើតទៅទៀត Chris Brown ហ្នឹងគឺជាតារាចម្រៀងអាមេរិកកាំងជនជាតិស្បែកខ្មៅដែលល្បីមែនតើណាបទចម្រៀងរបស់គាត់ហ្នឹងពេលខ្លះក៏ជាអ្នកស្ដាប់ដែរជា fan របស់គាត់ដែរ Chris Brown តែមករយៈក្រោយនេះអត់ដែរឃើញចេញបទចម្រៀងទេកាលពីមុនមកគាត់ជាសង្សារជាមួយនឹង Rihanna ក៏ជាជនជាតិស្បែកខ្មៅដែរអ្នកចម្រៀងរបស់អាមេរិកដែរដែលល្បីពីអ្នកនឹងស្រឡាញ់គ្នាពីមុនមកជាសង្សារនឹងគ្នាតែក្រោយមកទៀតហ្នឹងក៏មានចំនួនកើតឡើង Chris Brown ក៏ធ្លួយដៃទៅផ្ទះ Rihanna មកកាភ្លៀងរបស់ Chris Brown បានធ្វើឲ្យ Chris Brown คล้ายទៅជាមនុស្សមួយដែលសង្គមដាក់ទោសតែផ្លេចចាំបាននេះដែលដឹងថាគេដាក់ទណ្ឌកម្មដោយឲ្យធ្វើការងារសង្គមហើយមានប៉ូលីសចាំតាមពីក្រោយរយៈពេលដូចជាកំណត់ប្រហែល90ម៉ោងឬក៏180ម៉ោងដែលចាំអត់បានទេចាំមើលស្រាវជ្រាវហើយនឹងបន្ថែមនៅក្នុងវីដេអូនឹងជូនណាមួយទៀតតារាបាល់ទាត់ម្នាក់ដែលជាជនជាតិអង់គ្លេសយូរហើយព័ត៌មាននឹងយូរដែរដូចជាបោះឆ្មាលេងហើយទាត់ឆ្មាតារាបាល់ទាត់ល្បីនៅក្នុងផ្ទះត្រូវគេដាក់ទណ្ឌកម្មដែរត្រូវបម្រើសង្គមរយៈចឹងទើបចង់ប្រាប់ថាមនុស្សដែលបំពុលសង្គមអត់សមឲ្យគ្រាន់តែលើកដៃសំទោសឲ្យរួចខ្លួនទេវាគួរតែមានទោសណាមួយដែលធ្វើឲ្យពួកនឹងរៀងចាម្ដងដោយអាចប្រើវិធីដាក់ទោសសង្គមទៅលាងប្រគុណលាងបន្ទប់ទឹកនឹងឯងមួយអាទិត្យអីចឹងទៅឬក៏កំណត់ម៉ោងទៅណាគាត់អាចនឹងធ្វើរយៈពេល90ម៉ោងឬក៏180ម៉ោងចឹងមួយថ្ងៃអ្នកឯងធ្វើ1ម៉ោងក៏បានកន្លះម៉ោងបានស្រេចចិត្តទេឲ្យតែបានលាងប្រគុណឲ្យតែបានធ្វើការងារសង្គមឲ្យតែបានជូនលោកយាយឲ្យតែបានជូនក្មេងៗដើរឆ្លងថ្នល់ឬក៏ស្រោចផ្កានៅតាមសួនច្បារអីអញ្ចឹងណាអាហ្នឹងគឺពួកនឹងរៀងចាលហើយធ្វើមួយថ្ងៃ1ម៉ោងមួយថ្ងៃកន្លះម៉ោងក៏បានឲ្យគ្រប់180ម៉ោងបានរួចខ្លួនហើយចេញលិខិតសារឲ្យមួយទៅចាត់ទុកថាបុគ្គលហ្នឹងបានកែប្រែខ្លួនហើយជាបុគ្គលល្អហើយយើងធ្វើអញ្ចឹងបានពួកហ្នឹងឡើងលែងហ៊ានបំពុលសង្គមហើយបងប្អូនឈប់គាំទ្រទៅអាបុគ្គលណាដែលវាធ្វើឲ្យសង្គមរបស់យើងក៏ខ្វក់ពួកហ្នឹងសិតតែមនុស្សក៏ខ្វក់ឯងឯងមានលុយរាប់ពាន់លានដុល្លារយ៉ាងម៉េចក៏ដោយប៉ុន្តែបើចេញមកបើធ្វើអីដែលប៉ះពាល់ដល់សង្គមរបស់យើងគឺដាក់សម្ពាធទៅពួកដើម្បីកុំឲ្យពួកហ្នឹងធ្វើអីបានតាមចិត្តចឹងហើយសង្ឃឹមថាយើងនឹងអាចកែប្រែបានដើម្បីកុំឲ្យមានអ្នកដែលធ្វើឲ្យសង្គមរបស់យើងអាលងទៅទៀតដោយរឿងដែលគេលក់នៅមួយខាងផ្លូវសោះហើយគាត់ទៅបាញ់ទឹកដាក់គេហើយគាត់ទៅបាញ់អាពងផ្សែងដាក់គេទាំងដែលគេអត់បានធ្វើអីគាត់ផងទោះបីឥឡូវគេលក់ហ្នឹងវាកាត់ខាងគាត់ក៏អត់មានសិទ្ធិធ្វើអញ្ចឹងដែរអ្នកឯងមានសិទ្ធិគឺប្តឹងទៅអាជ្ញាធរមកចុះដោះស្រាយអ្នកឯងអត់មានសិទ្ធិទៅធ្វើអញ្ចឹងដាក់គេទេអាហ្នឹងក៏ជារឿងដែលយើងត្រូវកាត់ខៃដែរមិនដឹងថាគាត់គិតថាគាត់ត្រូវធ្វើអញ្ចឹងដើម្បីល្បីខ្លួនឯងក៏យ៉ាងម៉េចប៉ុន្តែបើឯងផ្លឹះឃើញទាំងអញ្ចឹងគឺ
អត់ចូលស៊ីហាងហ្នឹងហ្មងអត់ចូលហ្មងដាច់ខាតបើសិនជាគិតថាធ្វើអញ្ចឹងល្បីក៏អញ្ជើញធ្វើតទៀតទៅប៉ុន្តែបើក្រសួងឬក៏ស្ថាប័នពាក់ព័ន្ធដឹងក៏សង្ឃឹមថានឹងឈប់ប្រើប្រាស់មធ្យោបាយលើកដៃសុំទោសហើយរួចខ្លួនទៅអាចរកវិធីអីដូចប្រាប់អញ្ចឹងឲ្យវាចំណេញដល់សង្គមរបស់យើងព្រោះគាត់បើធ្វើឲ្យប៉ះពាល់សង្គមនៅអ្នកឯងចូលមកដើម្បីលាងដុសខាត់នៅថែទាំសង្គមរបស់យើងវិញមកតែប៉ុណ្ណឹងគឺយើងនឹងអាចលុតដំបកគោលទាំងអស់ហ្នឹងកុំឲ្យគាត់ធ្វើអ្វីតាមអំពើចិត្តតទៅទៀតបានហើយអរគុណច្រើនក្រោមដើមកសាំងហ៎នេះក្រោយនេះអរគុណ